នេះគឺជាការរៀបចំដាក់តាំងបង្ហាញនៅសាកសពត្រាក់ទ័រព្យួរដីមួយដែលតាំងបង្ហាញនៅសារមន្ទីរតេជោសន្តិភាពខេត្តសៀមរាបបើបងប្អូនចង់ទស្សនាការតាំងបង្ហាញនៅសំណល់សង្គ្រាមឬភស្តុតាងនៃសង្គ្រាមផ្សេងៗបងប្អូនអាចអញ្ជើញមកទស្សនានៅសារមន្ទីរនេះបានចំណែកឯប្រវត្តិនៃសាកសពត្រាក់ទ័រមួយនេះគឺជាសោកនាដកម្មមួយដ៏រន្ធត់ក្នុងករណីផ្ទុះមីនតោនដែលបណ្ដាលឲ្យកសិករម្នាក់បាត់បង់អាយុជីវិតគឺគាត់មានឈ្មោះថាចិនគឹមសានដែលគ្រោះថ្នាក់នោះកាលពីថ្ងៃទី1ខែកញ្ញាឆ្នាំ2016កន្លងផុតទៅដែលស្ថិតនៅក្នុងភូមិស្វាយសឃុំត្រែងស្រុករតនមណ្ឌលខេត្តបាត់ដំបងគាត់គ្រោះថ្នាក់ក្នុងកំឡុងពេលភ្ជួរចំការរបស់គាត់ហើយដោយការស្លាប់របស់គាត់បន្សល់នៅប្រពន្ធមេម៉ាយនិងកូនស្រីតូច4រូបនិងឪពុកជរា1រូបដោយសារការភ័យខ្លាចក្នុងការប្រើប្រាស់ដីបន្តទៀតប្រពន្ធនិងកូនព្រមទាំងឪពុករបស់គាត់ក៏បានសុំជ្រកកោននៅវត្តមួយកន្លែងដែលស្ថិតនៅក្នុងស្រុករតនមណ្ឌលខេត្តបាត់ដំបងនេះគឺជាសោកនាដកម្មមួយដ៏ឈឺចាប់ខ្លោចផ្សាបំផុតដែលបង្កឡើងដោយសំណល់សង្គ្រាមបើទោះបីជាស្រុកទេសមានសុខសន្តិភាពក៏ដោយប៉ុន្តែឃាតករលាក់មុខនៅមានវត្តមាននៅឡើយ